នាងខ្ញុំឈ្មោះចិនសម័យមកពីខេត្តបាត់ដំបងនាងខ្ញុំជាសិក្ខាកាមក្នុងកម្មវិធីស្ដីពីការរៀបចំផ្នែកកំណត់ឡើងវិញដើម្បីជីវិតពេញលេញបរិបូរណ៍បន្ទាប់ពីការចូលរួមសិក្ខាសាលារយៈពេល2ថ្ងៃនាងខ្ញុំមានចំណាប់អារម្មណ៍ចំពោះមេរៀនត្រូវស្គាល់ខ្លួនឯងឲ្យច្បាស់ខ្ញុំជានរណាខ្ញុំឈរនៅកន្លែងណាខ្ញុំត្រូវធ្វើអ្វីនិងផ្នែកកំណត់ល្អជាច្រើនទៀតរកអ្វីប្រៀបផ្ទឹមឬពិពណ៌នាពុំបានឡើយនាងខ្ញុំសូមបដិញ្ញាចិត្តថាបន្ទាប់ពីបញ្ចប់វគ្គសិក្សានាងខ្ញុំនឹងយកចំណេះដឹងវិជ្ជាជីវៈទាំងនេះទៅផ្សព្វផ្សាយបន្តដល់គ្រួសារសមាជិកក្នុងសង្គមនិងក្រុមការងារព្រមទាំងយុវជនដែលមិនមានឱកាសមកទទួលការបណ្ដុះបណ្ដាលដោយផ្ទាល់នៅទីនេះដើម្បីឲ្យពួកគាត់ទទួលបាននៅចំណេះដឹងដូចរូបនាងខ្ញុំដែរជាចុងក្រោយសូមថ្លែងអំណរគុណដល់អង្គការសាស្ត្រាចារ្យបណ្ឌិតសាងអៀបសូមថ្លែងអំណរគុណដល់គណៈចាត់តាំងកម្មវិធីសូមថ្លែងអំណរគុណដល់សិក្ខាកាមដែលបានមកចូលរួមទាំងអស់ជាពិសេសសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាស្ត្រាចារ្យបណ្ឌិតចនីដែលបានបណ្ដុះបណ្ដាលរូបនាងខ្ញុំនិងសិក្ខាកាមទាំងអស់ដោយលះបង់កម្លាំងកាយកម្លាំងចិត្តកម្លាំងបញ្ញាព្រមទាំងពេលវេលាដ៏មានតម្លៃសូមគោរពជូនពរសាស្ត្រាចារ្យបណ្ឌិតចនីមានសុខភាពល្អបរិបូរណ៍មានកម្លាំងមាំមួនមានជនមានអាយុយឺនយូរមានប្រាជ្ញាវាងវៃមានទ្រព្យសម្បត្តិស្ដុកស្ដម្ភមានសុភមង្គលនិងកិត្តិយសឧត្តមឧត្តមព្រមទាំងសម្រេចជោគជ័យគ្រប់ភារកិច្ចសូមអរគុណរៀនច្រើនចម្រើនចំណេះចេះច្រើនចម្រើនទ្រនាំមកជូនដល់